ស្ដីអ្នកគ្នាស្វាគមន៍មកកាន់ Channel Shadow ហើយជួបមកកាន់ Admin Smile Manga សាច់ថ្មីថ្ងៃនេះផងដែរគឺថាយើងមកសាច់រឿងយើងទាំងអស់គ្នានិយាយថាមេរៀនទុកម្ដុំសិនតែខ្លួនមកសម្រាយរឿងឲ្យអ្នកទាំងអស់គ្នាតែម្ដងចឹងយើងបានដឹងរួចទៅហើយការពិភាក្សាមុនហ្នឹងដុំខ្ជុំគាត់បានកាត់សក់របស់ខ្លួនឯងយើងចង់នឹងថាដុំខ្ជុំ admin នេះសង្ហាប៉ុណ្ណាទៅលោកអើយហើយគាត់តែឃើញហើយដឹងតែ fan ស្រី admin នេះធ្លាក់ក្នុងលងស្នេហ៍បាត់ហើយណោះតែចូលរួមសោកស្ដាយផងគឺថាណែម្ចាស់គេនៅនេះថ្ងៃនេះដុំខ្ជុំបាននាំមីណាហ្នឹងមកលោសម្លៀកបំពាក់តែ admin ក៏ដឹងថាគេលោទៅកម្មវិធីអីដែរពេលនោះដុំខ្ជុំក៏ចូលទៅសួរមីណាទៅថាចូលចិត្តសម្លៀកបំពាក់ហ្នឹងអត់ហើយគាត់ក៏បានយកដង្កៀបមកគៀបលើរបស់មីណាហ្នឹងបន្ថែមផងដែរតែបើយើងសង្កេតមើលទឹកមុខរបស់មីណាមើលទៅដូចជាមិនសូវសប្បាយចិត្តតែសោះហើយគ្រាន់តែពេលដែលដុំខ្ជុំហ្នឹងដើរទៅបន្ទប់ទឹកភ្លាមណាក៏បាននឹកឃើញនៅពេលដែលដុំខ្ជុំហ្នឹងមានអារម្មណ៍មិនស្រួលកាលពីថ្ងៃមុនមកហើយចាប់ពីថ្ងៃនោះហើយដុំខ្ជុំហាក់បីដូចជាប្រែប្រួលខ្លាំងមែនតើហើយខណៈពេលដែលដុំខ្ជុំហ្នឹងដើរទៅបន្ទប់គាត់ក៏បានជួបជាមួយនឹងមនុស្សដែលគាត់ធ្លាប់ស្គាល់ផងដែរអ្នកគ្នាមានចាំអូមេហ្គាម្នាក់នេះអត់ដែរទៅដេតលើកទី2ជាមួយនឹងគាត់ហើយបានទៅគេងជាមួយនឹងគ្នាហើយអូមេហ្គាម្នាក់ហ្នឹងស្ទើរតែមើលដុំខ្ជុំហ្នឹងមិនស្គាល់នោះទេដោយសារតែដុំខ្ជុំពេលនេះគាត់កាត់សក់ខ្លីដុំខ្ជុំគាត់មានអារម្មណ៍ថាចម្លែកខ្លាំងមែនតើនៅពេលនេះហើយគាត់ក៏សុំទោសទៅកាន់អូមេហ្គាម្នាក់នោះដែរពេលដែលរឿងគាត់បានធ្វើពីមុនមកប៉ុន្តែសម្រាប់អូមេហ្គាម្នាក់នេះគាត់មិនមែនចង់ឲ្យដុំខ្ជុំហ្នឹងសុំទោសគាត់នោះទេហើយគាត់ក៏បាននិយាយពីអារម្មណ៍របស់គាត់ផងដែរចាប់តាំងពីគាត់ហ្នឹងជួបជាមួយនឹងដុំខ្ជុំហើយគាត់បានជួបជាមួយនឹងអាហ្វាជាច្រើនទៀតទោះបីយ៉ាងណាគាត់នៅតែមិនអាចបំភ្លេចដុំខ្ជុំបានប៉ុន្តែសម្រាប់ដុំខ្ជុំនៅពេលនេះមិនដូចដុំខ្ជុំនៅពេលមុនឡើយនៅពេលដែលគេនិយាយបែបនេះមកកាន់គាត់ដុំខ្ជុំគឺមិនអាចនៅឈរស្ដាប់បន្តទៀតនោះទេពេលនោះគាត់បានរត់ចេញភ្លាមហើយគាត់បានទៅក្អួតនៅក្នុងបន្ទប់ទឹកតែម្ដងពេលនេះការនិយាយបែបនេះជាមួយនឹងគាត់វាប្រៀបដូចជាការថប់អារម្មណ៍អញ្ចឹងពេលនេះយើងក៏លេខមកកាន់មានឈោជាមួយនឹងលោកលេខាវិញម្ដងពេលនេះលោកលេខាជាមួយនឹងមានឈោគឺបានរស់នៅជាមួយនឹងគ្នានេះក៏ហាក់បីដូចជាលោកលេខាយើងកំពុងតែបើកឱកាសសម្រាប់មានឈោផងដែរតែអ្វីមួយដែលគាត់ចាប់អារម្មណ៍ពេលនេះពួកគាត់គឺគេងនៅជាមួយនឹងគ្នាប៉ុន្តែមានឈោតែងតែគេងបាយខ្នងដាក់គាត់រហូតហើយចាប់តាំងពីលោកលេខាយើងលាឈប់ពីតំណែងរបស់គាត់បានរស់នៅជាមួយនឹងមានឈោនឹងរយៈពេល2-3សប្តាហ៍ដែរកាលពីដំបូងគាត់គិតថាគាត់ស្នាក់នៅផ្ទះមានឈោនឹងត្រឹមតែ2-3ថ្ងៃតែប៉ុណ្ណោះតែមានណាលងខ្លួននៅជាមួយគេបណ្ដោយមិនមែនមានន័យថាលោកលេខាយើងមិនក្រែងចិត្តគេនោះទេប៉ុន្តែគ្រប់ពេលដែលគាត់រស់នៅម្នាក់ឯងគាត់គឺមិនអាចបំភ្លេចដុំខ្ជុំបាននោះទេហើយសូម្បីតែពេលនេះគាត់នឹកឃើញក៏គាត់ចង់យំដែរតែពេលនោះវិញឈរស្រាប់តែក្រោបឡើងមកតែម្ដងពេលលោកលេខាយើងក៏យកភួយមកគ្របខ្លួនឯងឡើងចិត្តប៉ុន្តែដោយសារតែពេលនេះគឺព្រឹកអីមុនជាណាក៏ដាក់លោកលេខាយើងឲ្យទៅធ្វើការទៅខែងលោកលេខាយើងឈប់ទៅតើមិនក៏ធ្វើការទៀតមានទៅធ្វើការនៅណាទៀតគឺថាធ្វើការជាមួយនឹងមូនជីនហ្នឹងហើយគ្នាមានចាំអត់កាលពីមូនជីនហ្នឹងបបួលលោកលេខាយើងធ្វើការជាមួយឥឡូវនេះគាត់បានធ្វើការជាមួយនឹងមូនជីនតែសម្រាប់លោកលេខាមានអារម្មណ៍ថាការងារនេះដូចជាមិនសូវស័ក្តិសមនឹងគាត់នោះទេនៅពេលដែលលោកលេខាយើងកំពុងតែគិតសុកហ្នឹងតែអ្នកដែលធ្វើការនៅទីនោះបានសួរអ្នកទាំងពីរតែម្ដងពួកគាត់បានសួរថាមូនជីនជាមួយនឹងលោកលេខាយើងបានរៀបការជាមួយនឹងគ្នាហើយឬនៅរៀនអ្នកទាំងពីរក៏រៀងភ្ញាក់ផ្អើលដែរហ្នឹងមូនជីនក៏និយាយទៅថាអត់ទេពួកគាត់គ្រាន់តែជាមិត្តភក្តិតែប៉ុណ្ណោះប៉ុន្តែសម្រាប់អ្នកដែលសួរពួកគាត់ហ្នឹងគិតថាពួកគាត់ទាំងពីរនឹងសមនឹងគ្នាខ្លាំងមែនតើប៉ុន្តែសម្រាប់លោកលេខាយើងតាំងពីថ្ងៃដែលមូនជីនសារភាពប្រាប់គាត់មកទល់ពេលនេះគឺថាគាត់មិនទាន់បានផ្ដល់ចម្លើយដល់មូនជីនវិញនោះទេតែសម្រាប់ admin ក៏ admin ពិបាកផ្ដល់ចម្លើយដែរជាមួយនឹងមិត្តភក្តិខ្លួនឯងហើយនៅពេលដែលលោកលេខាយើងកំពុងតែបោសសម្អាតសុកពេលនោះមូនជីនមានរឿងចង់ប្រាប់ទៅកាន់លោកលេខាអូ admin ចេះជាប់មាត់ហៅសុងអាយើងជាលោកលេខាឥឡូវសុំហៅសុងអាវិញណាមូនជីនបានប្រាប់សុងអាថាគាត់គិតថាចង់បិទហាងមួយនេះហើយសុងអាភ្ញាក់ផ្អើលខ្លាំងមែនតើហេតុអីតាមមកពីខ្ញុំមែនខ្ញុំនឹងចាក់ចែងបើសិនជារំខានអ្នកតែសម្រាប់មូនជីនមិនមែនបែបហ្នឹងនោះទេកន្លងមកនេះគាត់ខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់គាត់ហើយប៉ុន្តែការងារមួយនេះហាក់បីដូចជាមិនទៅមុខសម្រាប់គាត់ទៀតនោះទេទោះបីជាសុងអាមកជួយគាត់ដោយមិនទាមទារអ្វីក៏ដោយតែគាត់មិនអាចធ្វើបែបហ្នឹងជារៀងរាល់ខែបានឡើយសុងអាក៏មានអារម្មណ៍ថាពិបាកចិត្តដែរគាត់ក៏មិនចង់ឲ្យមូនជីនបោះបង់នៅអ្វីដែលគាត់ស្រឡាញ់ដែរមូនជីននៅតែប្រាប់ហេតុផលទៅកាន់សុងអាអញ្ចឹងពេលនេះគាត់បានសម្រេចចិត្តរួចទៅហើយមូលហេតុក៏មិនមែនដោយសារតែសុងអាដែរឥឡូវនេះកុំយំដូចជាកូនក្មេងមើលខណៈពេលដែលពួកគាត់ទាំងពីរកំពុងតែនៅជាមួយនឹងគ្នាមាននរណាម្នាក់កំពុងតែលួចថតពួកគាត់ផងដែរហើយមកដល់ថ្ងៃដែលពួកគាត់ត្រូវរៀបចំអីវ៉ាន់ពេលនោះមូនជីនបានយកទូរស័ព្ទមកថតលោកលេខារបស់យើងសុងអាអើយច្រឡំលោកលេខារហូតនេះសុងអាក៏សួរមូនជីនទៅមិនបានគាត់ថតអញ្ចឹងពេលនេះមូនជីនគ្រាន់តែចង់ទុកជាអនុស្សាវរីយ៍សម្រាប់ហាងរបស់គាត់តែប៉ុណ្ណោះអ្នកគ្នានៅក្នុងរឿងគេមិនហៅហាងទេគេហៅ studio អ្នកគ្នាកន្លែងហ្នឹងមូនជីនបើកដូចជាកន្លែងដែលបណ្ដុះបណ្ដាលឬមួយក៏បង្រៀនការធ្វើកៅធ្វើថូអីចឹងជាប្រភេទសូនពីដីឥដ្ឋណាអ្នកគ្នាតែដើម្បីឲ្យងាយស្រួលស្ដាប់អេដមីនហៅហាងហ្មងទៅឥឡូវយើងចូលសាច់រឿងវិញមូនជីននិយាយថា
ថាគាត់នឹងថតដើម្បីហាងរបស់គាត់ប៉ុន្តែជាក់ស្ដែងថតទៅមុខសុងអាយើងសុងអាក៏ស្ដីឲ្យមុនជីនទៅរីឯមុនជីនក៏បាននិយាយថាបើសិនជាគាត់នឹងថតមុខសុងអាជំនួសពីមុខរបស់គាត់ប្រហែលជាមានអ្នកចាប់អារម្មណ៍ច្រើនជាងគាត់ទៅទៀតស្អីខ្លួនមកទៅសើគេអញ្ចឹងតែមុនជីនយើងនិយាយមែនណាសុងអាយើងស្អាតជាងតារាល្បីទៀតហើយមុនជីនយើងឥឡូវចេះពីញ៉ាច្រើនណាស់ហើយគាត់បានសួរសុងអាយើងថាសុងអាដឹងអត់គាត់នឹងស្អាតខ្លាំងណាស់បីតែការពេលដែលមុនជីននឹងសុងអាដំបូងក៏គាត់ធ្លាក់ក្នុងអន្លង់ស្នេហ៍របស់សុងអាដែរអញ្ចឹងមិនមានន័យថាការពីពួកគាត់ជួបគ្នាដំបូងមិនមែនត្រឹមតែដងខ្យងទេដែលធ្លាក់ក្នុងអន្លង់ស្នេហ៍របស់សុងអាយើងមុនជីនយើងក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍គេដែរសុងអាយើងលើតែបែបនេះក៏គេរៀងអៀនដែរតាមុនជីនបានបន្តថានៅក្នុងភ្នែករបស់គាត់សុងអានៅតែជាក្មេងតូចអញ្ចឹងចេះតែថាហ្មងអូខេឥឡូវធំក៏បានដែរហើយសុងអានៅតែសួរមុនជីនអញ្ចឹងថាតើគាត់នឹងគិតច្បាស់ហើយមែនទៅលើរឿងមួយនេះមុនជីនលើកនេះគឺគាត់គិតច្បាស់ហើយពួកគាត់ទៅជាយ៉ាងណាទៀតយើងមានតែចាំមើលបន្តទៀតនឹងឯងបើយើងក៏លេចមកកាន់មីណានេះវិញនាងកំពុងតែជួបគ្នាជាមួយនឹងមិត្តភ័ក្តិហើយមិត្តភ័ក្តិរបស់នាងពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើព្រោះថាមីណាពេលនេះគឺថាភ្ជាប់ពាក្យរួចទៅហើយមិត្តភ័ក្តិរបស់នាងក៏សួរមីណាទៅថានាងសម្រេចចិត្តច្បាស់ហើយមែនដែលធ្វើបែបនេះហើយថាមីណានឹងស្គមដងខ្យងនឹងច្បាស់ប៉ុណ្ណានាងមិនថាអ្វីនោះទេប៉ុន្តែនាងគ្រាន់តែបារម្ភអំពីមីណាតែប៉ុណ្ណោះទោះបីមីណាពេលនេះទឹកមុខរបស់នាងមិនសូវល្អក៏ដោយនាងនៅតែលើកទឹកចិត្តខ្លួនឯងអញ្ចឹងពេលនេះនាងក៏កំពុងតែព្យាយាមផងដែររីឯដងខ្យងក៏កែប្រែយកចិត្តទុកដាក់មកលើនាងខ្លាំងជាងមុនដែរមិត្តភ័ក្តិរបស់នាងលើបែបនេះក៏សប្បាយចិត្តជំនួសមីណាដែរតែនាងអាចស្វែងរកអាហ្វារលិចធ្លោម្នាក់បានហើយនាងពិតជាច្រណែននឹងមីណាខ្លាំងណាស់សម្រាប់មីណាពិតជាសប្បាយចិត្តពិតមែនចុះហេតុអ្វីពេលនេះនាងមានអារម្មណ៍ថាការខ្វាយខ្វល់របស់ដងខ្យងវាហាក់បីដូចជាគ្មានន័យចាប់តាំងពីថ្ងៃនោះហើយបើយើងចង់ដឹងថាអ្នកដែលតាមដានមុនជីននឹងលោកលេខាយើងជានរណានោះគឺដងខ្យងយើងនឹងឯងដោយសារតែពួកគាត់ទាំង3មិនអាចតាក់ទងគ្នាបានទៀតនោះទេអញ្ចឹងមានតែវិធីនេះហើយដែលដងខ្យងអាចដឹងអំពីពួកគាត់ទាំងពីរបានអ្នកនាំសាររបស់គាត់នឹងបាននិយាយថាវាហាក់បីដូចជាគាត់ទាំងពីរនឹងកំពុងតែរៀបចំបិទហាងដងខ្យងក៏សួរពីតំណែងតំណងអ្នកទាំងពីរតើយ៉ាងម៉េចដែរអ្នកនាំសាររបស់គាត់ក៏និយាយទៅថាអ្នកទាំងពីរដូចជាត្រូវគ្នាល្អដែរដងខ្យងអាចមើលតាមរូបថតដោយផ្ទាល់បានពួកគេទាំងពីរប្រៀបដូចជាគូស្នេហ៍ដែលស័ក្តិសមនឹងគ្នាខ្លាំងណាស់ស័ក្តិសមដែលឲ្យដងខ្យងកាន់តែឈឺចាប់នឹងឯងគាត់ឈឺណាស់ឈឺដែលសុងអានិយាយថាចូលចិត្តគាត់ប៉ុន្តែបែរជានៅជាមួយនឹងអ្នកផ្សេងថែមពីនេះទៅទៀតអ្នកបានទៅកេងជាមួយនឹងគាត់ពេលនេះតាដងខ្យងនឹងគួរជឿសុងអាដោយរបៀបណាហើយដងខ្យងនៅតែឆ្ងល់ខ្លួនឯងថាហេតុអីបានជាគាត់នៅតែខ្វល់អំពីពួកគេអញ្ចឹងទាំងដែលគ្រប់យ៉ាងគឺចប់សម្រាប់គាត់ហើយតែគាត់កំពុងតែគិតសុកនឹងពេលនោះដងខ្យងព្យាយាមលាក់រូបថតនោះភ្លាមតែម្ដងតែពេលនេះគឺថាមីណាបានដើរចូលមកខាងក្នុងបន្ទប់គាត់មីណាគ្រាន់តែចង់សួរដងខ្យងថាគាត់មិនទាន់ចូលគេងទេហើយនាងចូលមកទីនេះហាក់បីដូចចង់និយាយអ្វីជាមួយនឹងដងខ្យងផងដែរពេលនោះមីណាក៏ចង់ចូលទៅថាបទៅកាន់ដងខ្យងប៉ុន្តែដងខ្យងពេលនេះគឺនាងគ្មានអារម្មណ៍អ្វីនោះទេដូច្នេះហើយក៏ព្យាយាមរុញមីណាចេញទៅមីណាក៏សួរទៅកាន់ដងខ្យងទៅថាគាត់ស្រឡាញ់នាងអត់ដងខ្យងមិនមានន័យបែបហ្នឹងឡើយគាត់ថាពេលនេះគាត់គ្មានអារម្មណ៍ល្អតែយ៉ាងណាក៏ដោយមីណានៅតែបន្តធ្វើអញ្ចឹងឲ្យការដែលនាងធ្វើបែបនេះវាហាក់បីដូចជាធ្វើឲ្យដងខ្យងរំលឹកទៅកាន់សុងអារបស់យើងទៀតហើយនាងបែរជាឃើញរូបភាពមុនជីនជាមួយនឹងសុងអាកំពុងតែនៅជាមួយនឹងគ្នាទៅវិញហើយអ្វីដែលដងខ្យងបានឃើញនេះគឺថាមិនអាចឲ្យនាងទ្រាំបាននោះទេដងខ្យងក៏និយាយហាមឃាត់មីណាទៅកុំធ្វើបែបហ្នឹងអីហើយគាត់បានអោបទៅកាន់មីណាពេលនេះគាត់ត្រូវការពេលវេលាហើយនាងពិតជាអរគុណមីណាខ្លាំងមែនតើដែលតែងតែនៅក្បែរគាត់ដងខ្យងគាត់ដឹងថាខ្លួនឯងពេលនេះមិនដូចមុននោះទេហើយគាត់ក៏នឹងព្យាយាមផ្លាស់ប្ដូរផងដែរមីណាឮតែបែបនេះនាងក៏យល់ដែរថាដងខ្យងពេលនេះកំពុងតែជួបរឿងលំបាកហើយតាដងខ្យងហ្នឹងពិតជាអាចកាត់ចិត្តបានមែនទេប៉ុន្តែការដែលព្យាយាមផ្លាស់ប្ដូរខ្លួនឯងដោយការបង្ខំបែបនេះមិនមែនជារឿងដែលងាយស្រួលនោះទេហើយសាច់រឿងរបស់យើងក៏ចប់តែប៉ុណ្្នឹងផងដែរអ្នកទាំងអស់គ្នាសូមអរគុណទៅកាន់ supporter ដែលតែងតែ support មកកាន់ admin ហើយក៏សូមអរគុណទៅកាន់អ្នកដែលតែងតែជួយចុច like និង subscribe admin ផងដែរនិងអ្នកដែលតែងតែ comment លើកទឹកចិត្តដល់ admin ពី admin ស្មាយមេងកាពី channel Shadow ស្រឡាញ់អ្នកទាំងអស់គ្នាជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយ